តោះយើងសរសេរចំនួនកំ plex ជាទម្រង់តែកោណមេត្រអញ្ចឹងយើងមានរូបមន្តរក r មករូបមន្ត r ជប់អត់អនុវត្តរូបមន្តទូទៅដូចគេទេយើងមានរូបមន្ត r ជប់តែជាអាចកណនីជាទូទៅបានតើយើងមានរូបមន្ត r ជប់ a បូក a e មិនថាបូកមិនថាដកណាយើងអាចទាញ a ក្នុងមក ai យើងគឺស្មើនឹងសុំទោសខ្ញុំសរសេររូបមន្តខុសសរសេរចេះរូបមន្តស៊ីនយើងគឺចេះ z ស្មើនឹង a បូក ai ក្នុងមក ai យើងស្មើនឹង a ឬ2មិនថា a ឬ2មិនថា a យើងបូកឬក៏ដកទេសញ្ញានេះយើងអត់គិតទេបូកដកដល់យើងសំខាន់យើងទាញតែ a ព្រោះ a វិញ a យើងគឺត្រូវវិជ្ជមានជានិច្ចទោះបីកន្លែងនេះបូកដកក៏ដោយយើងអត់គិតទេអញ្ចឹងទីហោកន្លែងសិតយើងស្មើដក3ដក 3e អញ្ចឹងយើងនាំឲ្យ a យើងទាញមកស្មើនឹង a យើងគឺស្មើ3ហើយឬ2យើងទាញមកបាន a យើងស្មើ3ឬ2បន្ទាប់មកទៀតគេសេដូចខ្ញុំអញ្ចឹងគេប្រឡងថ្នាក់ជាតិប្រឡងបាក់ឌុបអីគេអត់កាត់បន្ទុកទេបើយើងឃើញថា a ដូចគ្នាហើយពេលយើងទាញ a ទៅទាញ a រួចយើងសេថាទាញ a រួចទាញ a រួចយើងសេសរសេរឬ2លើ2យកមកតែម្ដងទៅពេលខ្លះទៅគេនៅបកស្រាយទៅវាវែងឆ្ងាយឡើយយើងអត់សុំអត់បកស្រាយទេកន្លែងហ្នឹងទាញទៅដាក់លើ2លើ2យកមកបើយើងកណនីទៅក៏នៅតែអញ្ចឹងដែរហើយសញ្ញាដកដដែលដកឲ្យឬ2លើ2បើយើងចង់បកស្រាយទីហោថាឥឡូវយើងយកដក3ទីហោចំចឹងតែយើងចង់បកស្រាយថាយកដក3ចុះលើ3ឬ2យើងសម្រួល3បានណានេះស្មើដក1លើឬ2ហើយគុណនឹងឬ2មកឬ2គុណនេះដកដែរឬ2មកគឺស្មើឬ2លើ2ដែរឃើញបើបកស្រាយទៅនៅថាស្មើឬ2លើ2នៅដែរហ្នឹងយើងមិនបកស្រាយយើងដល់តែចម្លើយវាចឹងដល់ត្រូវបន្ទាប់មកយើងមើលតើនៅកាត់ត្រង់ទីប៉ុន្មានមើលទៅគឺនៅកាត់ត្រង់ទី3មិនចឹងហើយតែបើយើងហ៊ានហាងកាត់ត្រង់ទី3ដោយសារអ្វីដោយសារនេះកោអវិជ្ជមានស៊ីនក៏អវិជ្ជមានដែរចឹងបើកោអវិជ្ជមានស៊ីនអវិជ្ជមានគឺនៅកាត់ត្រង់ទី3នេះចឹងបើនៅកាត់ត្រង់ទី3ជាងមានរូបមន្តមួយដែលខ្ញុំចងមកគឺនៅកាត់ត្រង់ទី3គឺស៊ីនដកកោសដកភាគយកនឹងធំជាងភាគបែក1លេខចឹងភាគបែកយើងលើកាន់តែឬផាយលើឬ2លើ2យើងដឹងតែមុំ45នេះឬ2លើ2អញ្ចឹងគឺផាយលើ4អញ្ចឹងភាគបែកយើងមិន4អញ្ចឹងធំជាង1លេខ4បូក1មិន5អញ្ចឹងតែយើងចង់បាននោះគឺស្មើនឹង5ផាយលើ4ព្រោះនៅកាត់ត្រង់ទី3យើងគិតមើលតកោទៅស៊ីនយើងមិនមើលស៊ីនគាត់ទៅឬ2លើ2ហ្នឹងហើយមើលកាត់ត្រង់ទី3ទៅគឺដូចតែគ្នាទេអញ្ចឹងយើងអាចសរសេរបានថា3ឬ2កោ5ផាយលើ4បូក e ស៊ីន5ផាយលើ4តែយើងកណនីមួយទៀតសិតស្មើ5ដក 5e
ទៀតgiặtស្មើ5ដក 5e ចឹងយើងចូលរូបមន្តដូចមុនទៀតដែរគឺរូបមន្ត z ស្មើនឹងបាន a ដក ai បូកបានដកបានហ្នឹងបញ្ហាទេយើងទាញ a មក a ជប់យើងស្មើ a ឬ2 a យើងស្មើប្រមាណ a ស្មើ5អញ្ចឹងនាំ a យើងស្មើ5ឬ2ចឹងកណនីទៅស្មើនឹង5ឬ2ដាក់ឬ2យកតែម្ដងដកឲ្យ e ឬ2លើ2កណនីទៅឃើញប៉ុណ្ណឹងដែរទេហើយគេកាត់បន្ទុកឲ្យសេខ្ញុំអញ្ចឹងដែរប្រឡងថ្នាក់ជាតិធំអីគឺអត់ប្រកាសបន្ទុកទេតែបើស្រួយគ្រូយើងកាត់នៅតែលើគ្រូតែតាមពិតទៅមិនត្រូវកាត់ទេបើយើងប្រឡងថ្នាក់ជាតិគេអត់កាត់បន្ទុកផងគួតចេញក៏គេអត់កាត់បន្ទុកចឹងយើងមើលនៅកាត់ត្រង់ទីមែនកាលណាកុសបូកយើងមើលកាត់ត្រង់ដែលខ្ញុំប្រាប់កុសបូកវិញម្ដងកុសបូកស៊ីនដកស៊ីនយើងនេះដកស៊ីនដកខ្ញុំទៅឲ្យស៊ីនដកហើយកុសបូកនៅកាត់ត្រង់ទី4ប៉ុន្តែលំហាត់យើងគឺកុសបូកស៊ីនដកដែរបាទអញ្ចឹងនៅកាត់ត្រង់ទី4ណាអញ្ចឹងកាត់ត្រង់ទី4យើងប្រើវិធីសាស្ត្រអីកាលណានៅកាត់ត្រង់ទី4នៅកាត់ត្រង់ទី4យើងសេមកនៅយើងប្រើថាកាលណាកុសកាលណាស៊ីនដកយើងសេថាស៊ីនដកចុះស៊ីនដកកុសបូកនៅកាត់ត្រង់ទី4កាលទី4ប្រើមុំផ្ទុយយើងគឺដក data ហ្នឹងដក data យើងស្មើការឬ2លើ2យើងនឹងស្រាប់ហើយឬ2លើ2ដល់តែផាយលើ4ណាអញ្ចឹងកាន់នៅកាត់ត្រង់ទី4ប្រើមុំផ្ទុយដក data មុំផ្ទុយស្មើនឹងដកផាយលើ4អញ្ចឹងយើងអាចសេបានថា5ឬ2កុសដកផាយលើ4បូក e ស៊ីនដកផាយលើ4ស្រាប់យើងស្មើប៉ុណ្ណឹងជាទម្រង់តែកោណវិទ្យាបានសូមអរគុណ